ឆ្ងាញ់ហើយក្រោយផ្ទុះរឿងស្កាយខាំគេម្ចាស់មិនទទួលខុសត្រូវស្រាប់តែលោកផាយវណ្ណៈដាក់មកឆ្ងាញ់ដល់ម្ចាស់ឆ្កែបែបនេះថាកាលពីពេលថ្មីនេះគឺមានការបង្ហោះនៅការចែករំលែកប្រងព្រាតនៅករណីឆ្កែខាំមនុស្សនៅតាមដងផ្លូវសាធារណៈហើយនៅក្នុងករណីនោះគឺម្ចាស់ឆ្កែហ្នឹងគឺមិនមានការទទួលខុសត្រូវក៏ដូចជាយកអ្នកដែលត្រូវឆ្កែខាំហ្នឹងយកទៅព្យាបាលឬក៏មិនបានជួយចេញថ្លៃថ្នាំធ្វើឲ្យមហាជននៅក្នុងបណ្ដាញសង្គម Facebook ហ្នឹងបានផ្ទុះការរិះគន់ជាខ្លាំងទាក់ទងនឹងករណីនេះហើយនៅក្នុងនោះដែរលោកផាយវណ្ណៈហ្នឹងដោយឃើញករណីបែបហ្នឹងកើតឡើងស្រាប់តែលោកផាយវណ្ណៈបានដាក់មកឆ្ងាញ់ដល់ម្ចាស់ឆ្កែតែម្ដងដោយនៅក្នុងនោះលោកផាយវណ្ណៈបានធ្វើការបង្ហោះសារនៅលើគណនីផេកផ្លូវការរបស់លោកដោយមានសំណេរថាម្ចាស់ឆ្កែនៅផ្សារតាខ្មៅថ្មីខេត្តកណ្ដាលនេះជាមនុស្សថោកទាបជាងឆ្កែទៅទៀតចិញ្ចឹមឆ្កែទុកឲ្យដើរខាំគេខាំឯងតាមអំពើចិត្តមិនមែនមួយលើកទេប្រជាពលរដ្ឋរងគ្រោះច្រើនលើកហើយតែម្ចាស់ឆ្កែថោកទាបនេះមិនខ្វល់លោកផាយវណ្ណៈបានបន្តទៀតថាសូមសមត្ថកិច្ចមូលដ្ឋានជួយហៅម្ចាស់ឆ្កែថោកទាបនេះមកអប់រំណែនាំផងបើណែនាំមិនស្ដាប់កាប់ឆ្កែនេះចោលតែម្ដងទៅនេះគឺជាការលើកឡើងរបស់លោកផាយវណ្ណៈហើយមិនយូរប្រមាណបន្ទាប់ពីករណីដែលបានលើកឡើងនេះរួចមកលោកផាយវណ្ណៈបានបន្តបង្ហោះសារបន្ថែមទៀតដោយបញ្ជាក់យ៉ាងដូចនេះថាបន្ទាប់ពីមានការរិះគន់លើបណ្ដាញសង្គម Facebook អំពីករណីម្ចាស់ឆ្កែចិញ្ចឹមឆ្កែមិនទទួលខុសត្រូវប្រឡែងឲ្យខំអ្នកដំណើរនៅផ្សារតាខ្មៅថ្មីសង្កាត់ដើមមានក្រុងតាខ្មៅខេត្តកណ្ដាលនៅព្រឹកថ្ងៃទី12ខែកុម្ភៈឆ្នាំ2026សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ដើមមានបានអញ្ជើញម្ចាស់ឆ្កែមកធ្វើការអប់រំណែនាំនិងធ្វើកិច្ចសន្យាឈប់ប្រឡែងឆ្កែឲ្យដើរខាំគេឯទៀតហើយត្រូវទទួលខុសត្រូវចេញសងជនរងគ្រោះថ្លៃចាក់ថ្នាំបង្ការឆ្កែឆ្កួតថែមទៀតផងបាទនេះគឺជាការលើកឡើងបន្ថែមបាទរបស់លោកផាយវណ្ណៈបានបញ្ជាក់ច្បាស់ហើយថាឲ្យធ្វើកិច្ចសន្យាហើយធ្វើការចងឆ្កែអីចឹងទៅបាទដើម្បីកុំឲ្យខាំគេខាំឯងទៀតហើយចុងក្រោយហ្នឹងគឺសូមជួយចេញថ្លៃណាចាក់ថ្នាំបង្ការឆ្កែឆ្កួតផងនេះគឺជាអ្វីដែលលោកផាយវណ្ណៈបានលើកឡើងហើយក៏ដូចជាប្រជាពលរដ្ឋទូទៅក៏ចង់បាននៅដំណោះស្រាយបែបនេះដែរអញ្ចឹងមហាជនក៏ធ្វើការថ្លែងអំណរគុណខ្លាំងមែនទែនទៅដល់សមត្ថកិច្ចជាពិសេសគឺអាជ្ញាធរពាក់ព័ន្ធហ្នឹងបានចាត់វិធានការភ្លាមដល់ម្ចាស់ឆ្កែ